ពិតនៃកម្ពុជាសង្គមរាស្ត្រនិយមជាសម័យកាលមួយដែលប្រជាជាតិបានសុខនិងរីកចម្រើននៅក្នុងតំបន់អាស៊ីសម័យកាលមួយនេះត្រូវបានបំផ្លាញចោលដោយជនមួយក្តាប់តូចដែលទទួលរងឥទ្ធិពលញុះញង់ពីបរទេសយកខ្មែរជាសត្រូវមិនយូរប៉ុន្មានកម្លាំងមួយដែលហៅថាខ្មែរក្រហមបានវាយលុកយកឈ្នះលើក្រុមសាធារណរដ្ឋខ្មែរលន់នល់ពលរដ្ឋបានសម្ដែងការសាទរជ័យជំនះលើរបបសាធារណរដ្ឋមួយនេះដោយយល់ថាភ្លើងសង្គ្រាមត្រូវបានបញ្ចប់តែអ្វីទាំងអស់ខុសផ្ទុយស្រឡះរបបឃោឃៅមួយបានកើតឡើងវិនិច្ឆ័យកម្មដ៏ខ្លាំងក្លាមួយក៏បានចាប់ផ្ដើមកើតឡើងឆ្នាំ1978ជាគ្រាដែលអិសរាជជនខ្មែរដែលស្ថិតនៅជាយុវជនចំនួននោះបានផ្ដួចផ្ដើមបង្កើតជាក្រុមចលនាតស៊ូមួយឡើងស្រុកស្នួលខេត្តក្រចេះជាចំណុចប្រសពដែលអិសរាជជនយើងបានសន្មតជួបហើយបង្កើតបានជារិទ្ធិសេសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្មីបើរបបខ្មែរក្រហមត្រូវបានបង្ក្រាបតែភ្លើងសង្គ្រាមនៅមិនទាន់រលត់ទាំងស្រុងនោះទេនឹងមហាជោគជ័យដល់ប្រជាជនកម្ពុជាដែលយើងត្រូវតែបន្តនៅការបម្រើស្រោចស្រង់ជួយធ្វើយ៉ាងណាស្រាយបញ្ហាកម្ពុជានឹងឲ្យបាន100%បានជោគជ័យចា៎ក្រោយកិច្ចចរចាយ៉ាងស៊ីជម្រៅដែលប្រកបដោយភាពជោគជ័យហើយឈានមានការយាងមាតុភូមិនិវត្តន៍របស់សម្ដេចព្រះករុណាព្រះបាទនរោត្តមសីហនុព្រះបរមរតនកោដ្ឋបានកើតឡើងម្ខាងទប់ទល់ការកើតឡើងវិញនៃភ្លើងសង្គ្រាមម្ខាងរៀបចំជំទល់សេដ្ឋកិច្ចឲ្យមានលំនឹងរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះហើយលទ្ធផលភ្លើងសង្គ្រាមត្រូវបានរលត់ទាំងស្រុងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានស្ដារឡើងវិញរៀបចំផ្ដល់សិទ្ធិកាន់កាប់អចលនទ្រព្យជូនប្រជាពលរដ្ឋនិងបង្កើតសន្ទុះនៃការអភិវឌ្ឍប្រទេសធ្វើឲ្យឆាកអន្តរជាតិកាន់តែទទួលស្គាល់លើភាពជោគជ័យនៃសម័យតេជោក្មេងបណិយកម្មនឹងបន្តនៅក្នុងរដ្ឋាភិបាលនៅក្នុងសភានិងនៅក្នុងប្រសិទ្ធិកុំចាំដល់ពេលតក់កហល់បានយើងទេយើងប្រល់ហើយទៅនេះចំណងក្រោយមិនល្អទេព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះហើយជាការចាប់ផ្ដើមនៃសករាជថ្មីដែលនឹងបន្តថែរក្សាសុខសន្តិភាពព្រមទាំងអភិវឌ្ឍសម្រាប់ប្រជាជាតិខ្មែរឆ្ពោះទៅសង្គមសហសម័យក្រោមការដឹកនាំរបស់សម្ដេចធិបតីខ្ញុំនឹងបដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិធានាអនុវត្តឲ្យបានសម្រេចជោគជ័យនៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលជាការសន្យារបស់គណៈបព្វជិជនកម្ពុជាជូនដល់ប្រជាពលរដ្ឋពលរដ្ឋខ្មែរទាំងអស់ចងចាំជានិច្ចនៅការលះបង់របស់